ជុំកាចមែនហើយយូរមកលេងអញ្ចឹងមកបងប្អូនយើងអបអរសាទរទៅកាន់ក្រុមជម្រើសជាតិប៉ូទុយហ្គាល់ពេលនេះបានបាក់កក់សម្បត្តិយន្តហោះឡើងទៅកាន់បាការប្រកួត World Cup 2026ហើយបន្ទាប់ពីយូរមិញពួកគេបានបំបាក់បាក្រុមបាអាល់បានីរហូតដល់ទៅលទ្ធផល9បាល់ទល់នឹង1បងប្អូនយើងបាទគឺនេះគឺថាបាទស៊ីយោតែម្ដងកំហឹងទេប្រហែលគឺបញ្ចេញមកលើបាក្រុមបាអាល់បានីតែម្ដងយប់មិញនេះគឺមានការបាក់បុកពោះដែរបងប្អូនយើងបាទបើកឆាកមកគឺប៉ូទុយហ្គាល់សុទ្ធមកគ្រាប់ហើយក៏បាអាល់បានីបាទតាមស្មើវិញអ្នកគាំទ្រចង់សង្ហាក់ចិត្តដែរបងប្អូនយើងមកប៉ុន្តែបាទចុងក្រោយមកក៏បាទប៉ូទុយហ្គាល់នៅតែបង្ហាញបាទនៅគុណភាពដោយកីឡាករ Bruno ហ្នឹងក៏សុទ្ធបាទ hat-trick បាទហើយបាទចៅនីវេសក៏បាទ hat-trick បាទហើយរួមទាំងបាទកីឡាករបាទផ្សេងទៀតដែលបានជួយប៉ូទុយហ្គាល់ហ្នឹងគឺមានឱកាសគឺទៅលេង World Cup បាទនៅបាទឆ្នាំក្រោយហើយបាទយប់មិញនេះក៏បអបអរទៅកាន់បាទ CR7 បងប្អូនយើងបាទគាត់បាទជាប់ឈ្មោះបាទជាកីឡាករបាទទី1ដែលមានឱកាសបាទលេងបាទ World Cup ហ្នឹងគឺបាទ6ដងនៅក្នុងអាជីពគឺពីមុនមកគឺមិនដែលមានកីឡាករណាធ្វើបានទេបងប្អូនយើងបាទមានតែបាទ CR7 ម្នាក់ទេដែលបាទធ្វើបានបាទចាណាបាទក៏អបអរបាទបំណងរបស់គាត់ពេលនេះគឺបានសម្រេចហើយបាទក្នុងការបាទលេង World Cup ជាលើកចុងក្រោយបាទក្នុងអាជីព